ស្វាគមន៍អ្នកគុណនិយមនៅក្នុងពិភពគុណទាំងអស់គ្នាថ្ងៃនេះយើងមកបានស្ដាប់ novel ទេប៉ុន្តែខ្ញុំចង់លើកយករឿងដែលគេវែកញែកច្រើនជាងគេដែលគេយកចិត្តមកនិយាយថាមានន័យថាអញ្ចេះអីយើងមានតួអង្គក្នុង novel 2-3 រឿងឬក៏ក្នុង anime យើង2-3រឿងមានន័យថាពេលខ្លះយើងចង់ដឹងថាតើ idol មួយណាខ្លាំងជាងគេចឹងទៅឧទាហរណ៍តែរឿងសៀវយានរឿងលីនតុងហើយនិងរឿងមូឆិនវណ្ណោះបើយើងនិយាយរឿងគោលហ្មងគឺសៀវយាននេះគឺ Battle Through the Heaven ហើយនឹងរឿងលីនតុងគឺ Metal Universe ហើយរឿងមូឆិនគឺរឿង The Great Ruler អានេះដោយសារតែជាអ្នកនិពន្ធតែម្នាក់អញ្ចឹងគេថា3រឿងហ្នឹងគឺអ្នកនិពន្ធតែមួយទេអញ្ចឹងយើងចង់ដឹងថាតើតួអង្គណាខ្លាំងជាងគេដោយសារតែគេធ្វើវែងញែកឃើញច្រើនមកហើយតែសម្រាប់ខ្ញុំមើល anime គឺមើលដូចតែបងប្អូនហើយទេមិនថា anime គេមើលដល់ណាខ្ញុំមើលដល់ហ្នឹងតែជាក់ស្ដែងខ្ញុំចាំអា anime គេធ្វើហ្នឹងវាអត់តន់តែពេលអញ្ចឹងខ្ញុំក៏អាន novel លេងទៅហើយក៏ភ្លេចខ្លួនខ្ញុំអានចប់ហើយជា4រឿងដែរបងប្អូនអធិស្ឋាន3រឿងបងប្អូនរឿង Muchen នេះខ្ញុំអានអត់តន់អធិស្ឋានរឿង Dragon Prince យន្តនេះខ្ញុំអានអត់តន់ចប់ទេត្រឹមតែដល់កន្លែងដែលនេះហ្នឹងចៅយានយើងហ្នឹងបែកចេញពីយ៉ាវពេលហ្នឹងមានថាយ៉ាវបាន8យន់ហើយខ្លួនប្រាននាងប្រេះហើយក៏ធ្លាក់ទៅក្នុងការលងលក់ហើយពេលហ្នឹងទៅខ្ញុំក៏លេខបានអានបន្តទៀតចឹងទៅដោយសាររវល់ការងារផងអីផងទៅហើយឥឡូវដោយសារតែមានពេលតនេខ្លះក៏ឆ្លៀតធ្វើវីដេអូលេងចឹងទៅកុំឲ្យនិយាយទៅគ្រាន់តែកំសាន្តផងហើយក៏បានស្ដាប់ខ្លួនឯងផងហ្នឹងឯងបងប្អូនឥឡូវកុំឲ្យយូរយើងចាប់ដើមចូលការប្រៀបធៀបទាំង3មានថាតួអង្គយើងទាំង3គឺតួអង្គកំពូលហើយសៀវយាននេះគឺកំពូលក្នុងរឿង Battle Through the Heaven ហើយលីនតុងនេះគឺតួអង្គកំពូលនៅក្នុងរឿង Metal Universe ហ្នឹងឯងឬក៏ឈ្មោះចិនគេហៅវូដងយានគុណហើយនឹងមូឆិនយើងគឺ top នៅក្នុងរឿង The Great Ruler តែរឿងនេះយើងឲ្យបែងចែកថាវិណាយខ្លាំងជាងគេសម្រាប់កំណត់ខ្ញុំហ្មងបើនៅចុងក្រោយរឿងគឺអ្នកទាំង3ហ្នឹងគឺកម្រិតវឹកហាត់គឺស្មើគ្នាទេបងប្អូនមានថាអ្នកវឹកហាត់គេអត់ឲ្យលើសគ្នាទេប៉ុន្តែបើយើងនិយាយពី timeline ឡើយនិយាយពី timeline នេះខ្ញុំចង់បញ្ជាក់បន្តិចមានថាបើសិនជានៅក្នុងភពផែនដីរបស់សៀវយាននេះគឺគេប្រើឲ្យការទ្វីបកម្លាំងធាតុគឺឌូឈីមានថាគិតទៅលើកម្លាំងធាតុពេលដែលសៀវយានយើងអស់កម្រិតនោះបើ anime គឺកម្រិតទី10ប៉ុន្តែបើយើងអាន novel គឺកម្រិតទី12គឺ Dudi ហ្នឹងឯងចុងក្រោយគេបំផុតហើយបន្ទាប់មកយើងនិយាយពីវូដងយានគុណនោះគឺនិយាយពីលីនតុងយាននឹងឯងតែលីនតុងគឺខុសពីសៀវយានគឺគេប្រើថៃកម្លាំងធម្មពលយានហើយមួយទៀតគឺធម្មពលវិញ្ញាណនិយាយទៅអាធម្មពលវិញ្ញាណនេះគឺស្តៀងនឹងសៀវយានដែរដោយសារតែសៀវយានយើងគឺកម្លាំងធាតុផងនិងចម្រាញ់អសតផងវាមាន2ហើយលីនតុងយើងក៏អញ្ចឹងដូចគ្នាហ្នឹងឯងបងប្អូនដល់ពេលមួយឆិនវិញពេលមួយឆិនគឺគាត់អត់បាននៅពិភពលោកសៀវយានឬក៏លីនតុងទេតែគាត់នៅពិភព The Great នេះ The Great Thousand World មានថានៅទីក្រុងរាប់ពាន់ដ៏អស្ចារ្យហ្នឹងឯងតែគាត់គឺខុសគេធម្មពលគាត់គឺ spiritual energy តែបើយើងនិយាយចំទៅអាធម្មពល chi ហ្នឹងក៏វា energy អា spiritual energy ហ្នឹងក៏ energy ហើយមួយទៀតគឺរបៀប array energy គឺការបង្កើតក្បួនហ្នឹងឯងហើយអ្នកខ្លះក៏ហៅថាការសង្កត់អ្នកខ្លះក៏ហៅថាការរត់តឹងតាមការនិទាន anime រៀងខ្លួនហ្នឹងទៅប៉ុន្តែបើយើងនិយាយអង់គ្លេសទៅវាអញ្ចឹងវាស្រួលយល់ជាងមានថារបៀបធម្មពល energy ដូចគ្នាបើយើងនិយាយពី timeline បបមកវិញកំឡុងពេលដែលសៀវយានខ្លាំងហ្នឹងគឺមូឆិនយើងប្រហែលជាមិនតាន់កើតនោះទេហើយដល់ពេលដែលចង់បញ្ចប់នេះគឺសៀវយានយើងហ្នឹងគឺត្រូវតែដូរទ្វីបដើម្បីទៅរកប្រពន្ធរកកូនហ្នឹងឯងហើយដល់ពេលលីនតុងក៏អញ្ចឹងដែរគឺទៅរកពនាងតកហ៊ុនហ្នឹងឯងយីងហ៊ុនអញ្ចឹងក៏ត្រូវតែដូរភពទៅភព1000ដ៏អស្ចារ្យហ្នឹងឯងហើយពេលទៅហ្នឹងគឺពេលហ្នឹងគឺនៅតែមានវិស័យអាក្រក់ដូចជំនាន់ពួកយីម៉ូសនៅភពលីនតុងដូចគ្នាប៉ុន្តែពេលហ្នឹងដោយសារតែសៀវយានហើយនឹងលីនតុងហ្នឹងខ្លាំងម្នាក់ម្ខាងហើយអាពេលគាត់ទៅហ្នឹងគឺគាត់នៅក្នុងកម្រិតទី12ដូចគ្នាទេបើយើងនិយាយទៅលីនតុងខ្ញុំមិនដឹងថាកម្រិតអីទេតែខ្ញុំសុំហៅកម្រិតទី12ទៅដល់ពេលម្នាក់ហ្នឹងឡើងទៅដល់ទ្វីប1000ដ៏អស្ចារ្យហ្នឹងម្នាក់ចាប់ដើមវឹកហាត់យកពីកម្រិតទៀតមានថាម្នាក់ឡើងដល់កម្រិតទី14អញ្ចឹងរឿងមូឆិនគឺដល់កម្រិតទី14ហើយដើម្បីការពារអាទ្វីប1000ដ៏អស្ចារ្យពីការវាយលុករបស់សត្រូវហ្នឹងអញ្ចឹងដែនដីភ្លើងគ្មានទីបញ្ចប់ហ្នឹងគឺគាត់នេះទៅគាត់កាន់កាប់មួយផ្នែកហើយហ្នឹងហៅថា material universe ហ្នឹងឬក៏បុព្វបុរសក្បាច់គុណគាត់កាន់កាប់មកជាហៀងទៅហើយពីរយ៉ាងក្នុងរឿងមូឆិនគេនិយាយថាពីរហ្នឹងធ្លាប់ប្រយុទ្ធគ្នាប៉ុន្តែប្រយុទ្ធគ្នាប្រហែលយប់ប្រហែលថ្ងៃគឺអត់មានអ្នកឈ្នះទេមានថាសៀវយានយើងប្រើភ្លើងទាំងអស់ហើយទាំង30ប្រភេទហ្នឹងគឺប្រើទាំងអស់ហើយលីនតុងយើងគឺប្រើនិមិត្តសញ្ញាទាំង8ហ្នឹងគឺប្រើទាំងអស់តែម្ដងតែអត់មានអ្នកឈ្នះទេមានថាគឺស្មើគ្នាអញ្ចឹងមើលថាបើយើងនិយាយទៅលីនតុងហើយនឹង
សៀវយានហ្នឹងគឺស្មើគ្នាតាំងពីដើមដល់ចប់ហ្នឹងឯងគឺអត់មានវិណាគេខ្លាំងជាងគេទេប៉ុន្តែដល់ពេលសាច់រឿងយើងចិត្តចប់នៅក្នុងរឿងមួយឈិនហ្នឹងគឺមានន័យថាអញ្ចឹងគឺមានវិស័យធំហើយមានថាវិស័យហ្នឹងធំជាងគេបំផុតហើយចឹង3នាក់ហ្នឹងត្រូវតែរួមគ្នាប៉ុន្តែកម្លាំង3នាក់ហ្នឹងអាចធ្វើអីវិស័យហ្នឹងបានទេដើម្បីបានកម្លាំងពិភព1000ដ៏អស្ចារ្យហ្នឹងគឺត្រូវតែមានមនុស្សម្នាក់ហ្នឹងត្រូវតែធ្វើម៉េចដើម្បីចាយឈ្មោះខ្លួនឯងឲ្យជាប់នឹងអា Snow ផែនដីនៃភព1000អស្ចារ្យហ្នឹងបានទទួលជាម្ចាស់ផែនដីហ្នឹងតែពេលហ្នឹងគឺសៀវយានយើងគឺធ្វើបានទេលីនតុងក៏ធ្វើបានដែរមានន័យថាសៀវយានគឺសរសេរបានតែអក្សរសៀវក៏អស់ធម្មពលចុះមកវិញមកហើយលីនតុងគឺសរសេរបានតែអក្សរលីនតែប៉ុណ្ណោះអញ្ចឹងធម្មពលបានតែពាក្យកណ្ដាលទេប៉ុន្តែមានតែមួយឈិនដែរដែលអាចសរសេរអក្សរចាយឈ្មោះខ្លួនឯងបានពីរគឺមូហើយឈិនកន្លែងហ្នឹងមានថាមូឈិនយើងគឺបានសរសេរមុនគេមានថាជាម្ចាស់គ្រប់គ្រងទ្វីប1000ហ្នឹងអញ្ចឹងបានគេដាក់រឿងហ្នឹងថាជា The Great Ruler គឺជាអ្នកគ្រប់គ្រងហ្នឹងឯងហើយមូលហេតុអីបានថាមូឈិនយើងសរសេរកើតដោយសារតែមូឈិនយើងហ្នឹងមានបច្ចេកទេសមួយនោះក្លូនបានរូបរាងពិត3នាក់អញ្ចឹងបើយើងនិយាយសាមញ្ញទៅមានន័យថាមូឈិនគឺមាន3នាក់ហើយ3នាក់ហ្នឹងគឺស៊ីននឹង3មានថាធម្មពលដូចគ្នាទាំងអស់តែបើសៀវយានវិញគឺបើសិនជាប្រើរន្ទះ3000ឬក៏រូបរាងកាយអវតារហ្នឹងគឺមិនមែនស៊ីនទេមានថាធម្មពលអន់ជាងធម្មពលដើមដល់ពេលអញ្ចឹងគឺមួយឈិនយើងមាន3ហើយដោយសារតែមួយឈិនមានឈាមមយូរ៉ាមួយហើយឈាមនេះមួយទៀតបូកបញ្ចូលគ្នាបង្កើតបានរាងកាយខ្លុំមួយទៀតអញ្ចឹងមួយឈិនយើងមានរូបរាងដល់ទៅ4ដល់ពេលមួយឈិនប្រើរូបរាងទាំង4ហ្នឹងមិនដើម្បីទៅសេឈ្មោះខ្លួនឯងឲ្យពេញបានហើយក៏បានខ្លាយទៅជាអ្នក Great Ruler គឺគ្រប់គ្រងដំបងផុតហើយក៏បានធម្មពលនឹងដំបងផុតហើយក៏បានកម្ចាត់វិស័យហ្នឹងទៅហើយបន្ទាប់ពីហ្នឹងអ្នកនិពន្ធយើងក៏អត់តបញ្ចប់សាច់រឿងដែរគាត់ថាប្រហែលជា100ឆ្នាំក្រោយបានសៀវយានហើយនឹងលីនតុងយើងគឺមកឆ្លាក់ឈ្មោះនឹងទាំងអស់គ្នាមានថា3នាក់ហ្នឹងគឺកម្រិតស្មើគ្នានឹងឯងន័យថាមកសរសេរឈ្មោះដើម្បីបំពេញអាហ្នឹងទាំងអស់ហ្នឹងឯងហើយជាចុងក្រោយបើយើងនិយាយពី timeline វិញសៀវយានគឺខ្លាំងក្នុង timeline របស់គាត់ហើយលីនតុងក៏ខ្លាំងក្នុង timeline របស់គាត់តែដល់ពេលមកជួបគ្នានៅក្នុងពិភពហ្នឹងគឺមួយឈិនយើងគឺអត់ជាងគេហ្មងអត់ជាងគេតាំងពីដើមតែមានឱកាសខ្លាំងជាងគេអាពេលទៅចាយឈ្មោះមួយផ្លែតហ្នឹងមានថារយៈពេល100ឆ្នាំហ្នឹងនៅពេលដែលមួយឈិនយើងចាយឈ្មោះហើយគេក៏អត់តម្លាក់ឲ្យតួអង្គពីរទៀតឲ្យទៀបពេកដែរមានថាបន្ទាប់ពី100ឆ្នាំក្រោយមកតួអង្គពីរហ្នឹងគឺមកចាយឈ្មោះដើម្បីខ្លាយជាអ្នកមានធម្មពលគ្រប់គ្រងឲ្យភពនឹងមានថាប្រើ Snow ធម្មពលនៃ Snow ភពនឹងទាំងអស់គ្នាហើយរឿងនេះដោយសារតែខ្ញុំអានចប់ប្រហែលជា2ឆ្នាំហើយបងប្អូនទាំងជំនាន់ COVID វាយើងឆ្កងតិចអញ្ចឹងនេះជាកំណត់តខ្លួនរបស់ខ្ញុំហើយបើនិយាយពីចំណុចខ្លាំងរៀងខ្លួនហើយយើងសុំចុងក្រោយតិចយើងសុំbonusតិចនេះយើងនិយាយថាដោយសារតែអ្នកនិពន្ធតែមួយតែពេលអញ្ចឹងរឿង3រឿង4រឿងហ្នឹងគឺដំណើររឿងហ្នឹងគឺវាតែឯងចឹងនិយាយថាដំណើររឿងហ្នឹងវាស្តៀងគ្នាបងប្អូនដោយសារអីយើងនិយាយសំខាន់ចាឲ្យសៀវយានយើងគឺតួអង្គដំបងដែលតួអង្គហ្នឹងគឺអស្ចារ្យមានន័យថាដំបងមកគឺមានកម្លាំងធាតុអីលើសគេស្រាប់តែពេលអាយុ7ឆ្នាំស្រាប់តែកម្លាំងធាតុលេងឡើងមកហាត់មកចុះទៅជាសម្រាមតែប៉ុន្តែមិនមែនចៃដន្យទេគឺដោយសារតែយ៉ាវឡាវហ្នឹងលោកគ្រូគាត់ហ្នឹងអ្នកបើកកម្លាំងធាតុគាត់ដើម្បីចិញ្ចឹមបលិនគាត់នៅក្នុងជាតិនឹងឯងតែពេលអញ្ចឹងតាំងពីហ្នឹងមកគាត់ក៏ចាប់ផ្ដើមខ្សោយកម្លាំងធាតុហើយគេចាត់ទុកថាជាសម្រាមហើយយើងមើលខ្លីទៅយ៉ាងឡាហ្នឹងគឺជាអ្នកបរិញ្ញាអ្នកណែនាំអ្នកជួយពីក្រោយអញ្ចឹងទៅទាំងការវឹកហាត់ទាំងរូបមន្តទាំងវិជាស្លថ្នាំទាំងពីរបៀបយកភ្លើងទេពទាំងពីរបៀបយកភ្លើងទេពដាក់បញ្ចូលខ្លួនព្រោះធម្មតាមនុស្សម្នាក់អត់អាចដាក់ភ្លើងទេពលើសពីមួយប្រភេទបានទេប៉ុន្តែដោយសារតែអាកំពីលេបតបាក់អាកំពីចម្រាញ់ហ្នឹងឯងបានអាចទៅកំពីអាចកំបាំងផ្លាស់បដូរបៃដងហ្នឹងឯងបានឲ្យសៀវយានយើងហ្នឹងបានលេបភ្លើងច្រើនប្រភេទបានហើយក្នុងរឿងសៀវយានហ្នឹងបើអ្នកអត់តបានមើលចប់ប្រហែលជាឆ្ងល់ថាចុះសៀវយានហ្នឹងមិនក្បានភ្លើងមកពីណាច្រើនម៉េះសៀវយានយើងយកភ្លើងទាំងពីយកភ្លើងទាំងពីអ្នកណាអ្នកណីមកទាំងអស់មិនមែនតែប៉ុតទៅអត់ទេឲ្យសៀវយានយើងគឺមានវិជាគុណមួយគឺបង្កើតអណ្ដាតភ្លើងដូចជាអណ្ដាតភ្លើងទាំង32ហ្នឹងឯងមានថាមានស៊ីនតែប្រមាណទេក្រៅពីហ្នឹងគឺប្រើវិជាគុណដើម្បីបង្កើតយកហ្មងតែបើបងប្អូនដឹងហើយក៏សូមអធិស្ឋានផងស្ដាប់ទៅរៀងជ្រិញតិចមានអញ្ចឹងហើយបើសម្រាប់ហើយយើងសម័យមើលទៅសៀវយានយើងគឺមិនមែនផ្សងព្រេងហើយក៏មិនមែនតែឯងរុលលិចសេះងឹតដែរបើក្នុងរឿងគេបញ្ជាក់ហៅ Dark Hof តាមពិតទៅគឺសៀវយានមានយ៉ាងឡាវប្រាប់រហូតដល់ពេលមួយដែលអានដាតភ្លើងទម្លុះបេះដូងចេញមកហ្នឹងក៏គេចាប់សារពួកសាពលឹងចាប់គ្រូបាត់ទៅដល់ពេលហ្នឹងមកគាត់ផ្សងព្រេងឯកោហើយចេញពីហ្នឹងមកមានគ្រូទៀតហើយបើយើងបលេពីលីនដងវិញមានបងប្អូន3នាក់តែធម្មតាគេអត់សូវលើកយកមកនិយាយលីនដងហ្នឹងបងប្អូនគេគឺលីនដាវនិងលីនយៀនលីនដាវហ្នឹងគឺអាស្កាតូចម៉ាទីនស្កាតូចម៉ាទីនហ្នឹងបើយើងនិយាយពីរឿងសៀវយានវិញស្កាតូចម៉ាទីនដូចយ៉ាងឡាវអញ្ចឹងថា
មានវិជាមានចំណេះដឹងមកកភ្លុះមកកភ្លាយមានដឹងហេតុការដឹងពីវត្ថុបុរាណដឹងពីល្បិចកលដឹងពីអីចឹងណាអញ្ចឹងទៅហើយក៏មានជាជំនួយពីក្រោយរបស់សៀវយានរហូតមកថារបស់លីនតុងអធិស្ឋានរបស់លីនតុងហើយបលីនជាតិនេះគឺជាអាខ្លាភ្លើងល្ងងហ្នឹងឯងហើយរឿងហ្នឹងគឺ3នាក់ហ្នឹងលីនតុងលីនយានហើយលីនដាវហ្នឹងហើយដល់ពេលតាណាតណីគេសួរថាពីណាគេបងធំលីនតុងប្រាប់ថាខ្លួនឯងបងធំប៉ុន្តែមកជីវិតរបស់លីនដាវហ្នឹងអត់ដែរហៅសៀវយានថាបងធំទេទៅដល់ពេលមួយដល់ពេលដែលលីនតុងហ្នឹងប៉ះជាមួយនឹងច្រកទ្វារជៀនណាហើយវាយគ្នាខ្ចាត់ខ្ចាយរបៀបថានិយាយទៅឡើយហ្នឹងគេវាយដូចឆ្កែបងប្អូន3នាក់ហ្នឹងដល់ពេលនាំគ្នាបើកផ្លូវលំហរត់អាហ្នឹងដល់ពេលហ្នឹងមានតែបានលីនដាហ្នឹងព្រមទទួលស្គាល់ថាលីនតុងហ្នឹងគឺជាសៀវយានគឺជាសៀវយានជាស្ដីគឺជាបងធំហ្នឹងឯងអាហ្នឹងខ្ញុំសូមកាត់តើតើរឿងលីនតុងប៉ុណ្ណឹងទៅចុះហើយសម្រាប់ឈិនមូយើងនិយាយពីឈិនមូយើងគាត់ថាឈិនមូហ្នឹងអត់មានអ្នកជួយទៅតាមពិតទៅឈិនមូយើងហ្នឹងចាប់តាំងពីចំនួនដំបូងឈិនមូយើងមិនទៅយកអាសុទ្ធបាក់សៃ9 Netherberg ឬក៏បាក់សៃនរុ9ស្អីខ្ញុំមិនដឹងខ្ញុំបានបកប្រែដែរហ្នឹងខណៈពេលខ្លះយើងអានយល់ខ្លួនឯងចឹងណាហើយដោយសារតែពេលចាំបាច់មកដល់បាក់សៃហ្នឹងក៏បានព្រមចំណយព្រមភ្ជាប់ចំណងឈាមមួយឈិនមូមិនថាមែនគេធម្មតាគឺគេលេបសត្វវិញ្ញាណយកហ្មងហើយចម្រាញ់វិញ្ញាណវាយកមកប្រើប្រាស់តែដល់ពេលមួយឈិនគឺមិនចម្រាញ់ទេគឺប្រើចំណងវិញ្ញាណហើយធម្មតាសត្វដែលកំពុងខ្ពស់គេអត់ព្រមចងមួយមនុស្សសាមញ្ញទេប៉ុន្តែនេះលក្ខខណ្ឌពិសេសវាថាវាដល់កន្លែងគ្រោះថ្នាក់បើអត់ចងគ្នាទេងាប់ហើយណាមួយនៅក្នុងខ្លួនមួយឈិនហ្នឹងមានអាកដាស់ខ្មៅសម្ងាត់របៀបដូចជាភាសាដូចអីមិនទេដូចជាកដាស់កំពីងមកសម្ងាត់ហ្នឹងសម្រាប់សកត់បាក់សៃក្នុងបាក់សៃនរុតាម9ហ្នឹងកុំឲ្យធ្វើកុំឲ្យលេបតបាក់មួយឈិនយើងបាននិយាយទៅគឺអ្នកជួយមួយមកសូម្បីតែរឿង Dragon Prince យឿនក៏ចឹងដែរ Dragon Prince យឿនគឺមានតួស្រីតាមជួយគឺយ៉ាវហ្នឹងឯងហើយនឹងតុនវាស្តៀងនឹងរឿងលីនដងដែរហើយតុននេះគឺខ្លាំងណាស់បងប្អូនដល់ពេលផែកន្លងទៅខ្លាំងមកឆ្ងាញ់ហើយយ៉ាវនេះដល់ពេលមួយដែលនាងទទួលរងនៃការពួកក្រៅភពវាយវហាហ្នឹងបាននាងបំបែកយន់កំចាត់ពួកហ្នឹងទៅប្រេះរូបរាងកាយដល់ពេលប្រេះរូបរាងកាយទៅត្រូវដេកក្នុងធ្លាក់ក្នុងការលងលក់ហើយដល់ពេលហ្នឹងបានចៅយានហ្នឹងដូរភពទៅជាប្រភពរបស់គ្រូគាត់ហ្នឹងឯងរបស់យានខាងហ្នឹងឯងហើយបន្ទាប់មកក៏មានរឿងអញ្ញៃវែងឆ្ងាយទៅទៀតតែខ្ញុំអានអត់ចប់ចឹងរឿងនេះខ្ញុំអធិស្ឋានផងកន្លែងហ្នឹងហើយបើរឿងស៊ីហៅរឿងអីផ្សេងអាហ្នឹងអ្នកនិពន្ធផ្សេងគ្នាប៉ុន្តែរឿងហ្នឹងខ្ញុំអត់បានអានទេចឹងចំណេះដឹងគឺ0ហើយជាចុងក្រោយមានតែប៉ុណ្ណឹងបើនិយាយបើសិនជាអ្នកណាខ្លាំងយើងស្ដាប់តាមហ្នឹងទេខ្លាំងមាន timeline របស់វាមានន័យថាបើនិយាយពីចុងក្រោយមួយឈិនខ្លាំងជាងគេបានមួយផ្លែតហើយបន្ទាប់មកស្មើគ្នាវិញប៉ុណ្ណឹងហើយបើយើងនិយាយចែកគ្នាមកគឺចែកអត់ដាច់ទេហើយជាចុងក្រោយអរគុណបាយបាយហើយខ្ញុំនិយាយនេះគឺនឹកឃើញភ្លាមនិយាយភ្លាមអត់មាន skip អត់មានអីទេហើយបងប្អូនគាត់ថាវាពិបាកយល់ពិបាកអីមានតែតាមហ្នឹងទៅអូខេហើយវីដេអូក្រោយទៀតខ្ញុំនឹងសាកធ្វើប្រវត្តិតួអង្គទ្រុសមានន័យថាធ្វើតែមកល្មមយល់បានហើយមានន័យថាអាសាច់រឿងលម្អិតនោះយើងមើល anime ទាំងអស់គ្នាទៅហ្នឹងហើយយើងគ្រាន់តែធ្វើឲ្យដឹងថាតើតួអង្គមួយមកពីណាទៅណាហើយចុងក្រោយខ្លាចជាអីហើយមានប្រពន្ធប្រមាណសាច់ញាតិស្អីចឹងទៅហើយខ្ញុំភ្លេចមួយទៀតកន្លែងមួយទៀតមានបងប្រុសម្នាក់គាត់ compare ថាចេះថាមួយឈិនយិនហ្នឹងវាយតែកូនសៀវយិនវាយអត់ឈ្នះផងដល់ពេលដែលនៅកម្រិតដូចគ្នាអញ្ចឹងមានថាសៀវយិនខ្លាំងជាងមួយឈិនបើយើងប្រៀបធៀបអញ្ចឹងអត់ត្រូវដោយសារតែ timeline វាខុសគ្នាហើយណាមួយខ្សែស្រឡាយរបស់គ្រួសារតកូសៀវទាំងអស់មានន័យថាបន្ទាប់ពីសៀវយិនឡើងដល់កម្រិតទី12ហ្នឹងគឺមិនបាច់វឹកខាតឲ្យកើតមកកម្រិតទី8ឯងហ្មងមានថាផ្ទុះប្លាត់ឡាញខ្សែឈាមហ្នឹងគឺផ្ទុះឡើងមកហើយកូនមេឌូសាកើតមកសឹកថាកម្រិតក្បែរទី10ហើយហ្នឹងចេញមកដំបងផ្ទុះទី8ដល់ពេលឲ្យហាត់តាមតិចទី10ហើយហ្នឹងគិតមើលឲ្យមួយឈិនយើងហាត់មិនកើតតែគ្រាន់ថានៅទ្វីបសៀវយិនវាក្រវត្ថុធាតុដើមទ្វីបលីនតុងវាគួរសមជាងហើយដល់ពេលអាទ្វីប1000ដល់អស្ចារ្យហ្នឹងវាសបោវត្ថុធាតុដើមសបោរឿងអច្ឆរិយៈច្រើនជាងហើយមាននិកាយធំច្រើនជាងអញ្ចឹងទៅហើយយើងថាឲ្យសៀវយិនហ្នឹងខ្លាំងលីនតុងហ្នឹងខ្លាំងប៉ុន្តែមានអ្នកខ្លាំងក្បែរសៀវយិនហ្នឹងទៀតក្បែរលីនតុងហ្នឹងទៀតមានថាដូចជាបុព្វបរោះក្បាច់គុណស្អីគេដែលថាតាមចាប់ប្រពន្ធរបស់លីនតុងហ្នឹងគឺលីនតុងវាយអត់ឈ្នះទេមិនវាយឈ្នះទេគឺវាយអត់បានដោយសារបែងរត់រហូតអង្គតាមវាយប្រហែលខែប្រហែលយប់គឺវាយអត់បានវាយទេមានថារត់រួចរហូតមានថាកម្លាំងគេប្រហាក់គ្នាដែរបើថាឲ្យយកឈ្នះគឺពិបាកតែម្ដងហើយនិយាយទៅដល់ពេលដែលសៀវយិនបានដំណក់ឈាមរបស់ព្រះធូសឺក្នុងរឿងសៀវយិនហ្នឹងគឺអណ្ដាតភ្លើងហ្នឹងឯងគឺអណ្ដាតភ្លើងទី1ដែលមានរូបរាងជាមនុស្ស
ហើយចុងក្រោយហ្នឹងដល់ពេលសៀវយានបានដាក់ភ្លើងឬក៏ចំហាហ្នឹងមកបានឡើងដល់កម្រិតទី12សូម្បីតែសៀវសុនហ្នឹងគឺកម្រិតទី11ផ្កាយ9រៀបផ្ទុះហ្នឹងហើយគឺអត់ផ្ទុះទេនៅកាំងធំហ្នឹងតែម្ដងហើយដូចជាមានທາງឈិនមួយទៀតដូចជាសៀវសិនທາງឈិនហើយក៏ឈៀវសិននេះខ្ញុំអត់ច្បាស់ហើយដោយសារតែនៅក្នុងដើមឈើប្រពោធិសត្វហើយកាន់ប្រើបថៅគឺគាត់ហ្នឹងក៏កម្រិតទី11ផ្កាយ9ដែរមានន័យថាបុព្វបុរសតកូលសៀវហ្នឹងគឺនៅសល់2នាក់សៀវសុនហ្នឹងមួយហើយនឹងដូចជាທາງឈិនហ្នឹងមួយប្រើបថៅធំខ្ញុំចាំថាជាប៉ុណ្ណឹងហើយបុព្វបុរសថ្នាំក៏នៅតែក្នុងរឿងសៀវយានហ្នឹងប៉ុន្តែសិតតែកម្រិតទី11ផ្កាយ8ផ្កាយ9ទាំងអស់គឺសិតតែអត់ផ្ទុះទាំងអស់ហើយសៀវយានហើយនឹងហ៊ុនធានឌីហ្នឹងគឺសិតតែបានមកបំណែកនៃរបស់ព្រះបរមធុសហ្នឹងបានខ្លាចជាកម្រិតទី12ហើយឌូឌីហ្នឹងគឺខ្លាំងអស់ហើយចំម៉ៃហ្នឹងមានថាកម្រិតទី12គឺខ្លាំងកប់ហើយតែសៀវយានយើងគឺមានបច្ចេកទេសកំហឹងផ្កាឈូកប្រពុតដល់ពេលអញ្ចឹងបងប្អូនធ្លាប់ដឹងហើយតាមផ្កាឈូកមួយបូបផ្កាឈូកមួយធ្វើឲ្យគ្រូគាត់បាត់បង់វិញ្ញាណតាំងពីវគ្គ2វគ្គ3ស៊ីซั่ន3ឯងអញ្ចឹងស៊ីซั่ន4ហ្នឹងសៀវយានហ្នឹងតែតើអត់គ្រូទេហ្មងគ្រូភ្ញាក់ឡើងវិញហ្នឹងគឺស៊ីซั่ន5ស៊ីซั่ន6នេះហើយបងប្អូនអធិស្ឋានមានតែយើងរាល់ថ្ងៃមើលទៅមើលអានស៊ីซั่ន5ឯងស៊ីซั่ន6ទៀតមាននេះតែសាររាល់ថ្ងៃគេធ្វើតរហូតហើយបើយើងស្ដាប់ត្រួសទៅនិយាយទៅដល់ពេលដែលសៀវយានបង្រួមភ្លើង32វាចូលគ្នាគិតមើលវាខ្លាំងប៉ុណ្ណាមានថាមួយខ្លាំងប៉ុណ្ណឹងជិះមើលបងប្អូនមើលចិត្តចាប់សៀវយានបង្រួមភ្លើងដូចជា7ឯងដល់ពេលដែលគ្រូសៀវយានហ្នឹងទៅកាន់គ្រូសាយ៉ាវមានថាគ្រូសានៃការចម្រាញ់អាសុទ្ធហើយដល់ពេលហ្នឹងហ៊ុនធានឌីបានប្រើភ្លើងមួយដូចជាកម្រិតទី4ភ្លើងនោះគឺមានសិទ្ធលេបតបាក់ទាំងអស់ហ្មងមានថាបិទខ្ទប់គ្រួសារមកតកូលហ្នឹងគឺតកូលតែ8ហ្នឹងគឺលេបតែមួយយប់វាបាត់មកតកូលហ្មងថាសៀវដូចថាតកូលស្អីមួយចឹងគេលេបតែមួយយប់ឯងគឺបាត់តកូលហ្នឹងមួយហ្មងដល់ពេលហើយថ្ងៃដែលហ៊ុនធានឌីចង់លេបតកូលយ៉ាវឈិនតកូលរបស់យ៉ាវឈិនរបស់គ្រូសៀវយានហ្នឹងចាំមកពេលសៀវយានហើយនឹងយ៉ាវឈិនហ្នឹងទៅប្រឡងពេលប្រកួតឆ្នាំហ្នឹងដែរហើយដល់ពេលអញ្ចឹងពេលហ្នឹងសៀវយានក៏ខ្ចីភ្លើងមកពីមនុស្ស2នាក់ទៀតដល់ពេលហ្នឹងដូចជាសៀវយានមានភ្លើងតែ7ទេកាលណាប្រគំភ្លើងជា7ក៏បានបំបីឲ្យប្រព័ន្ធការពារនឹងបានថាកំហឹងផ្កាឈូកប្រពុតភ្លើង7ពណ៌ហ្នឹងហើយហើយចូលតម្រាំ32ពណ៌32ពណ៌ពេលហ្នឹងគឺខ្លាំងមែនតើហ៊ុនធានឌីគឺប្រមូលធម្មពលនៃសមាជិកគ្រួសារតាំងពីតូចតាំងនិយាយទៅប្រមូលទាំងអស់មកតកូលហ្នឹងសល់តែឯងមួយទៀតបឺតយកទាំងអស់ហ្មងយកផែនដីដូចជាឆ្នាំងស្លថ្នាំយ៉ាងបឺតមកដើម្បីវាយជាមួយសៀវយានចុងក្រោយហ្នឹងឯងប៉ុន្តែចុងក្រោយសៀវយាននៅតែឈ្នះដោយសារតែអីចុងក្រោយសៀវយានហ្នឹងដាក់ឈ្មោះទៅជា Flame Emperor ហ្នឹងឯងហើយក៏នៅមានពិភពលោកមួយទៀតបើនិយាយពីរឿងសៀវយានរាល់ថ្ងៃមានរឿងតមួយទៀតមាន The Flame Emperor មួយទៀតហើយក៏នៅមានមួយរឿងទៀតដូចទៅ The Great Thousand Wall ហ្នឹងឯងតែខ្ញុំអត់បានអានទេរឿងហ្នឹងតែបើរឿងមួយទៀតខ្ញុំបានស្ដាប់ admin ដំណើរជីវិតគាត់និទានដល់ចប់ហើយបងប្អូនអាចទៅចូល check មើល channel គាត់ទៅហើយគាត់ឲ្យធ្វើរាល់ថ្ងៃជំនាន់ហ្នឹងប្រហែលជា2-3ឆ្នាំមុនអរគុណចុងក្រោយមានតែប៉ុណ្្នឹងទេហើយខ្ញុំនិយាយនេះគឺអត់មាន script មានអីទេគឺនឹកឃើញតាមណានិយាយតាមហ្នឹងហើយវាខ្លះផ្លេចសាច់រឿងអស់ហើយគ្រាន់តែយើងកម្មគោលទូរទស្សន៍ប៉ុណ្ណោះអញ្ចឹងជាចុងក្រោយបាយបាយហ្នឹងឯងជម្រាបលា